ថាមច្ឆាឡាតេទៅអត់ទៅហើយអត់មាត់ណាឥឡូវនេះចេញមច្ឆា strawberry ទៀតបានមកតន់មច្ឆា strawberry នឹងគេអត់មើលទៅនៅសៀមរាបប្រាសាទបភួននេះណាព្រោះថាឥឡូវនេះមច្ឆា strawberry នឹងចិត្តដាច់ stock ហើយព្រោះជ្រុះរាល់ថ្ងៃពេកបងប្អូនហើយ strawberry នោះជ្រុះនៅសល់តិចតួចមែនតែបងប្អូនមានដឹងអត់ថាតើផ្កាក្រហមដែលជ្រុះនោះគឺជាផ្កាអីគេទៅហើយពណ៌ខៀវដែលយើងនិយមហៅថាមច្ឆានោះគឺជាអីគេទៅហើយតើប្រាសាទបភួនមានប្រវត្តិបែបណាបងប្អូនមានដឹងអត់បើសិនជាដឹងអាចចែកម្លែកនៅក្នុង comment នៃវីដេអូនេះម្នាក់មួយបានតោះហើយបើថាអត់មានអ្នកនាំទៅលេងទេទៅលេងប្រាសាទបភួនជាមួយនឹងដំណើរឥឡូវនេះទាំងអស់គ្នាហើយបើថាដើរលេងឬក៏បើកបរផ្លូវចិត្តផ្លូវឆ្ងាយដោយពួកខ្ញុំចេះណាញ៉ាំ Boost Strong ធ្វើឲ្យមានកម្លាំងស្មារតីរឹងមាំភ្លាមពេញមួយថ្ងៃតែម្ដង Boost Strong រសជាតិដិតជ្រៅបងប្អូនចំពោះផ្កាក្រហមឆ្អិនឆ្អៅដែលយើងនិយមហៅថា strawberry នេះគឺជាផ្ការាំងទឹកដើមវាដុះលើទឹកបែបនេះឯងដែលផ្កាវាលាត្រដាងកេសរស្គុះស្គាយនៅពេលរាត្រីហើយវាចាប់ផ្ដើមជ្រុះរោយនៅលើផ្ទៃទឹកនិងដីនៅពេលព្រឹកព្រលឹមនេះឯងដូច្នេះនៅពេលដែលយើងចង់មើលផ្ការាំងទឹកស្អាតបំផុតគឺនៅព្រឹកព្រលឹមក្រហមឆ្អិនឆ្អៅស្អាតមែនតើដូច្នេះបើសិនជាបងប្អូនចង់មើលផ្ការាំងទឹកដែលស្អាតបំផុតណាគឺនៅព្រឹកព្រលឹមក្រហមឆ្អិនឆ្អៅវារោយនៅលើចកពណ៌បៃតងដែលយើងនិយមហៅថាម៉ាឆានេះឯងបងប្អូនមើលទៅគឺពិតជាស្អាតមែនតើហើយចំពោះផ្ការាំងទឹកនេះគឺចិត្តផុតរដូវហើយបងប្អូនពេលដែលខ្ញុំទៅព្រឹកមិញហ្នឹងគឺនៅសល់តិចមែនតើវាជ្រុះរោយសឹងរាល់ថ្ងៃណាហើយចំពោះពណ៌ខៀវដែលយើងនិយមហៅថាម៉ាឆាហ្នឹងណាគឺនៅមានយូរទៀតបងប្អូនមិនទាន់អស់នៅឡើយទេគឺមានច្រើនមែនតើវាមានអាយុកាលរៀងយូរជាងគេព្រោះវាគឺជាចកបងប្អូនហើយចំពោះទីតាំងដែលមានម៉ាឆា strawberry នេះគឺនៅក្នុងប្រាសាទបភួនបងប្អូនដែលនៅក្បែរជាមួយនឹងព្រះលានជលដំរីនឹងតែម្ដងពេលដែលខ្ញុំដើរហ្នឹងគឺខ្ញុំដើរឆ្លងកាត់ព្រះលានជលដំរីយើងដើរមកខាងមុខតាន់តិចទេគឺយើងដល់ប្រាសាទបភួនហើយប្រាសាទបភួននេះគឺតំណាងឲ្យភ្នំព្រះមេរុដែលជាទេវស្ថានរបស់ព្រះឥសូរប្រាសាទនេះមានឈ្មោះដើមថាត្រីភវនៈចូលនាមវនីដែលក្រោយមកមានឈ្មោះនៅសល់ត្រឹមតែភវនคล้ายទៅជាភុនឬក៏ភួននេះឯងបងប្អូនដែលមានន័យថាអ្នកគ្រប់គ្រងលើភពទាំង3យើងចូលមកដល់គឺឃើញថាអមសងខាងនៃស្ពានដើរចូលទៅក្នុងប្រាសាទណាគឺអមដោយស្រះទឹកសងខាងដែលមានដើមរាំងទឹកដុះលំអជាមួយនឹងផ្ទាំងថ្មនៅខាងនេះដែលយើងអាចថតរូបលេងមើលទៅស្អាតមែនតើហើយជាមួយនឹងដើមឈើដ៏វែងចំណាស់អូបងប្អូនណាចូលមកដល់គឺថាស្រស់ស្រាយអារម្មណ៍មែនតើអញ្ចឹងខ្ញុំអត់ឆ្ងល់ទេថាហេតុអីបងប្អូនយើងចូលចិត្តទៅលេងសៀមរាបម្ល៉េះព្រោះថាមកដល់គឺទៅជាក់ចិត្តអត់មាន stress អត់មានអីទេគឺថាមកដល់គឺរីករាយ enjoy ជាមួយនឹងបរិយាកាសនេះខ្លាំងមែនតើដូចជាក់ស្ដែងពេលដែលខ្ញុំមកដល់ប្រាសាទអង្គរវត្តនេះអញ្ចឹងគឺថាមានអារម្មណ៍ថាត្រជាក់ចិត្តមែនតើតែម្ដងហើយវីដេអូពពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយសាច់មួយជាន់ជីហើយនឹង burger មួយតែ 10000 ទេអូចា10000ទេបង10000អាចមកញ៉ាំនៅខាងបងបានបងទូចហ្នឹងសម្រាប់$1អូចាមួយតែ$1ឯងមួយតែ$ទេហ្នឹងហើយបើមានក្មេងៗគាត់ញ៉ាំអីអស់20អីបងអត់គិតលុយទេញ៉ាំឲ្យអស់អាទូចហ្នឹង20អញ្ចឹងទេបងហ្នឹងហើយកំណត់នាទីអត់កំណត់នាទីមិនដឹងប៉ុន្មាននាទីនេះអត់តែមកញ៉ាំនៅហាងបងអត់តែមកញ៉ាំនៅហាងអស់20បើគិតលុយឯងក្មេងចាប់ពី15មួយឆ្នាំចុះក្រោមមិនប៉ាណា10000ហ្នឹងដើម្បីបងទុកឱកាសឲ្យដូចថាបងប្អូនយើងគាត់មកសាករសជាតិហ្នឹងបាទញ៉ាំបានអ្នកសៀមរាបទៀតហើយមើលណាទឹកសឡមើលណាអូយទៅនងណាមានក្តាមមានខ្យងអាសឡគូក្តាមមិញណាតម្លៃ10000មួយឈុត10000សមរម្យអត់អ្នកនរគ្នាតម្លៃនេះអាចថាថ្លៃថោកមើលទៅមួយចានប៉ុណ្្នឹងមួយចានហ្នឹងគឺថាទំនងមែនតើហើយនេះមួយឈុតគេអ្នកឈុតអញ្ចឹងមិនមែនមួយឈុតតែមកកប៉ុបទេណាពុកម៉ែបងប្អូនគឺគេមានរៀបចំបន្លែដេកតុបតែងឲ្យទិញ2ចានថែមមួយចានទៀត promotion សឡគាត់គឺមាន5រសជាតិដែលអ្នកនរគ្នាអាចរើសបានមានសឡការីមួយឈុត12000ហើយសឡផ្សេងទៀត10000ហើយមានអាសឡអីគេហៅណាំយ៉ាជើងមាន់នោះ12000អញ្ចឹងគឺមកឃើញមានភ្ញៀវមានអីអ្នកសៀមរាបបាក់ទឹកបាក់ដីទៅលេងអញ្ចឹងកុំភ្លេចទៅសាកទៅភ្លក់រសជាតិនំបញ្ចុកកន្លែងគាត់ផងជាមួយនឹងយីហោក្អមសៀមរាបនិយាយទៅហាងក្អមសៀមរាបក៏ដូចជាភោជនីយដ្ឋានក្អមនេះណាអាហារដ្ឋានក្អមនេះគឺអ្នកទាំងអស់គ្នាទៅសាកភ្លក់រសជាតិគាត់មិនខុសទេនេះណាំយ៉ាជើងមាន់អីណាមានសាច់ប្រហិតមានអី12000ការី12000ជាមួយនឹងនំបញ្ចុកសៀមរាបនំបញ្ចុកអ្នកសៀមរាបទឹកដីគាត់ហើយនិយាយទៅអញ្ចឹងទៅលេងខេត្តសៀមរាបកុំរំលងហាងគាត់ណានៅជួរមាត់ស្ទឹងហ្នឹងឯងចិត្តវត្តប៉ាអិនកោសីណាចឹងអ្នកដែលស្គាល់ជួយខមមិនផងធ្លាប់ញ៉ាំក្អមសៀមរាបហ្នឹងចូលមកណាឃើញមានកញ្ចោះមានអីមានលក់ដូរម្ហូបអាហារខ្មែរអីនៅក្នុងហ្នឹងដែរប៉ុន្តែខ្ញុំសូមបដោតម្ហូបនំបញ្ចុកហើយព្រោះឯនំបញ្ចុកគាត់តំណងខ្លាំងហើយចូលមកឃើញគាត់ស្លោអានំបញ្ចុកការីសាច់មាន់ដាក់ឈាមដាក់អីមកដាក់ខ្ទិះដាក់អីពីថាស្លោតំណងញាក់ហ្មងពុកម៉ែបងប្អូនចឹងមិនថាអ្នកសៀមរាបធ្វើអីក៏ធ្វើចេញមកអីក៏តំណងបាទហើយស្លោគាត់មានដល់5រសជាតិទៀតមិនមែនមួយរសជាតិ2រសជាតិទេណាតាំងពីស្លការីផងស្លខួក្តាមផងស្លខ្មែរផងនិយាយទៅគឺសបោបែបមែនតើស្លរបស់គាត់ដាក់ខ្ទិះរៀងកប់ហ្មងនិយាយទៅរសជាតិអ្នកចូលចិត្តស្លរបៀបខ្ទិះដិតមកកន្លែងគាត់គឺត្រូវម៉ាច់ហើយ
vậy từ chập pi mà mơn lang nhám ban mà chốt đó nè vậy tới nung bị chóc nó lại sách 7,000 ก็មានដែរប៉ុន្តែនំបញ្ចុកគាត់នេះគឺថាសាច់ខាប់ធឺនងអញ្ចឹងពីខ្ញុំទាំងសាច់ទាំងបរិយាកាសការរៀបចំហាងរបស់គេហ្នឹងគឺតម្លៃប៉ុណ្ណឹងគឺសមរម្យហើយអញ្ចឹងពុកម៉ែបងប្អូនហាងគាត់ក៏លក់ពីម៉ោង 7 ព្រឹកដល់ម៉ោង 9 យប់ដែលអ្នកទាំងអស់គ្នាអាចសាកល្បងភ្លក់បានរសជាតិនៅខាងខេត្តសៀមរាបនោះហើយនំបញ្ចុកគាត់នេះអូការតុបតែងគាត់មកឈុតណាមិនតិចទេណាគឺច្រើនទេទៅមកអែហ្មងរសជាតិអីណាអូយណាំយ៉ាខាប់ឡើងធឺសាច់ត្រីណាហើយដូចប្រាប់ចឹងគឺគាត់មានម្ហូបអាហារបាយទឹកអីក៏គាត់មានដែរនិយាយទៅម្ហូបកំងអីក៏គាត់មានលក់ប្រងព្រាតនៅក្នុងហាងគាត់ហ្នឹងប៉ុន្តែនេះអាឈុតនំបញ្ចុកហ្នឹងគឺណែនាំខ្លាំងទាំងការរៀបចំអីបន្លែអីគាត់ដាក់យើងមកអាមនិយាយទៅសឡខ្មែរសឡណាំយ៉ាសឡខួក្តាមសឡអីហ្នឹងគឺថាអូយរសជាតិចឹងកុំភ្លេចណា promotion គាត់និយាយទៅទិញ2ថែម1 promotion ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តអាចសាកល្បងភ្លក់រសជាតិបានទាំងសឡគ្រីមមានតាំងពីគួងមានតាំងពីអីណាទៀតនំបញ្ចុកផាក់លើអីណាទៀតណាមិនតិចមកនិយាយទៅច្រើនណាស់នៅកន្លែងគាត់ហ្នឹងចឹងកុំភ្លេចណាទៅសៀមរាបនឹកឃើញដល់ហាងក្អមសៀមរាបផងអរគុណបាយបានមន់ស្រែដុតផ្ទាប់នឹងស្ពៃក្តោបមានមុខម្ហូបបែបស្រុកស្រែបងប្អូនអានេះបែបធម្មជាតិមានតាំងត្រីកេះបំពងជាមួយនឹងជ្រក់សណ្ដែកហើយនៅខាងដីឥដ្ឋស្រុកគៀនស្វាយនេះទេលាក់បានល្អណាស់ខ្ញុំនិយាយមកច្រើនដងអន់ផ្លាត់ទើបតែដឹងថាកន្លែងនេះមានរបស់ឆ្ងាញ់ច្រើនណាស់ហើយមានមុខម្ហូបបែបគេហៅជនបទស្រុកស្រែកែបស្រែអីបំពងទាំងស្បែកអញ្ចេះអ្នកដែលនៅបែបជនបទគាត់ដឹងហើយជាមួយនឹងមន់ស្រែអីដុតផ្ទាប់ស្ពៃក្តោបមានឆាក្តៅកែបតុងអញ្ចឹងទៅបងប្អូនញ៉ាំជាមួយនឹងទាកាប៉ាមន់អីម៉ាអែមហើយនៅនេះបងប្អូនស្ងាត់ល្អណាស់ពីព្រោះអីដូចរបៀបបែបអ្នកភូមិដែលគាត់លក់បងប្អូនហើយមក10ឆ្នាំហើយទីតាំងនៅកន្លែងប៉ុនគាត់ដែលគាត់លក់មកអញ្ចឹងនៅនេះគឺមានឈ្មោះថាម្លប់ស្លាព្រោះអីនៅខាងក្នុងសិតតែស្លាហើយស្លាម្ដងវិញអោបពីជុំអីមិនតាំងជុំផងទេបងប្អូនព្រោះដោយសារធំហើយសិតតែមានអាយុបាទយូរឆ្នាំហើយបរិយាកាសដូចបានបង្ហាញអញ្ចឹងហើយសម្រាប់កន្លែងផងគាត់នេះបជាដែរគឺបែបគ្រួសារទេមិនមានបុគ្គលិកអីច្រើនអីទេមែនតើទៅតែគ្រួសារគាត់ហ្នឹងកូនក្មួយអីហ្នឹងបាទម្នាក់ពីរនាក់ហ្នឹងរត់ទៅមកយកចានយកឆ្នាំងហើយបងប្អូនក៏មកទៅបានមានទាកប៉ាឆាក្តៅឬក៏ឆាគ្រឿងអញ្ចឹងទៅហើយត្រីកេះខ្ញុំមកបានចំត្រីកេះត្រីកេះហ្នឹងដូចជាតាមខ្ញុំចាំមួយចានតែ 30000 ទេហើយជ្រក់សណ្ដែកជ្រក់អីអូឆ្ងាញ់និយាយទៅខ្ញុំគិតថាបើបានញ៉ាំអាមុខម្ហូបបែបជនបទអីរបៀបគេហៅបែបធម្មជាតិអញ្ចឹងឆ្ងាញ់ម្ល៉េះហើយបរិយាកាសស្ងប់ស្ងាត់ល្អណាស់និយាយទៅនៅកន្លែងប៉ុនគាត់បានមន់ស្រែបានអីចឹងទៀតមកហែកមកផ្លូវដាក់ទឹកជ្រលក់ចេះមកនិយាយពីជាតិមែនតើណាបើសិនជាបងប្អូនមកខាងគៀនស្វាយអាចមកខាងដីឥដ្ឋនេះបានខ្ញុំមកច្រើនដងដែរណាជំនាញគៀនស្វាយប៉ុន្តែនិយាយទៅផ្លត់កន្លែងគាត់ទើបមិនដឹងនឹងទេហើយគាត់លក់មក10ឆ្នាំហើយអញ្ចឹងបើសិនជាបងប្អូនចង់ដឹងទីតាំងដែលខ្ញុំបានមកនេះខ្ញុំដាក់នៅខាងក្រោមខមមិនបន្ថែមអរគុណច្រើនបាយសម្រាប់ចិត្តថាចុតធ្វើការជាអ្នកទីផ្សារហើយមកលក់អាហារជាមួយសង្សារព្រោះតែស្រឡាញ់សេរីភាពទៅចាប់របស់ជាអ្នកលក់គ្រឿងមាត់បំពង3រសជាតិនេះណាបាទសួស្តីកន្លែងខ្ញុំមានឈ្មោះថាហាងម្ចាស់ដើមសំណាងស្រីខេងគ្រឿងមាត់បំពង3រសជាតិហើយរបស់នេះផងដែរជារបស់ដែលពួកគាត់ទាំងពីរនាក់ចាប់ដៃគ្នាចេញរកស៊ីដំបងហើយបន្តមកដល់សប្តាហ៍ថ្ងៃនេះណាតាំងពីនៅជាសង្សាររហូតបានក្លាយជាគូដណ្ដឹងតែម្ដងសូមសរសើរពួកគាត់ទាំងពីរណាដែលលក់ស្រដៃគ្នាណាដែលកន្លែងគាត់នេះមើលមកតំណងមែនតើមានច្រើនជម្រើសក្នុងការជ្រើសរើសណាគាត់មានដូចជាពោះវៀនមាន់ស្លាបមាន់កោះមាន់ជើងមាន់សរសៃកែងកូនក្តាមគៀវហើយព្រមទាំងតាហ៊ូអីនេះអូច្រើនមុខរបស់គាត់តែម្ដងហើយរបស់ទាំងអស់នេះសុទ្ធតែជារបស់ដែលគាត់ធ្វើលក់មួយថ្ងៃអត់មានសល់ទុកទេហើយកាន់តែពិសេសនោះគឺគាត់មានថែមដំឡូងនិងត្រាវហ្វ្រីតែម្ដងដែលដាក់បំពងជាមួយនឹងគ្រឿងសាច់ដែលភ្ញៀវបានកំងនឹងឯងហើយមិនថាទាំងគ្រឿងមាន់រួមទាំងបន្លែអីនេះគាត់ធ្វើមកមានអនាម័យមែនទែនគាត់កាត់សាច់គាត់កាត់បន្លែគាត់លាងសម្អាតអីគឺខ្លួនឯងទាំងអស់ហើយបើចំពោះប្រេងដែលគាត់ប្រើបំពងណាគឺគាត់ប្រើថ្មីរាល់ថ្ងៃតែម្ដងហើយបាននិយាយពីគ្រឿងក្រៅដែលកន្លុកជាមួយនឹងគ្រឿងមាន់បំពងអីនេះណាមានច្រើនជម្រើសសម្រាប់ឲ្យបងប្អូនជ្រើសរើសក្នុងនោះដែរមាន3រសជាតិទៅណាដែលកន្លែងគាត់នេះមានរសជាតិខ្ទឹមសរសជាតិតុងយ៉ាន់និងរសជាតិស៊ីឈ្វាន់សុទ្ធតែជារសជាតិប្រចាំនៅកន្លែងគាត់នេះហើយដោយបងប្អូនបានឃើញអញ្ចឹងណាម្ទេសនិងគ្រឿងកន្លុករបស់គាត់នេះឃើញហើយហេវតែម្ដងហើយកាន់តែពិសេសនោះគឺគាត់មានទឹកជ្រលក់ទៀតដែលមានទាំងជ្រក់ខ្ទឹមហើយនិងប៊ឺម្រេចគឺអស់ទៅហើយចំពោះគ្រឿងកន្លុកអីនេះបើបានដាក់ម្ទេសកាន់តែច្រើនកាន់តែជាតិតែម្ដងហើយសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំហឹលខ្ញុំណែនាំឲ្យប្រើប្រាស់ជាមួយនឹង PE Max Premium នេះណាងាយស្រួលញ៉ាំហើយរសជាតិប្រហើរ Sugar Free ទៀតអញ្ចឹងសម្រាប់អ្នកអត់ញ៉ាំស្ករត្រូវតែម្ដងសម្រាប់ PE Max Premium កញ្ចប់ក្រហមនេះណាងាយស្រួលរកទិញមែនតើនៅតាមបណ្ដាអសរស្ថាននានាព្រោះជាថ្នាំកាហ្វេដែលអាចញ៉ាំបានទូទៅហើយស័ក្តិសមមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំហឹលផឹកច្រើនដាច់យប់ឬក៏ចូលគេងយប់ណាដាក់មួយកញ្ចប់ទៅកុំឲ្យកាហ្វេយើងវាកាហាយភើជូរជាដើមហើយកន្លែងគាត់នេះហើយមានឈ្មោះថាគ្រឿងមាន់បំពង3រសជាតិម្ចាស់ដើមសំណាងស្រីខេងដែលបើកលក់ពីម៉ោង3រសៀលរហូតដល់ម៉ោង1យប់ដែលទីតាំងរបស់គាត់នៅឯផ្សារកណ្ដាលហើយតូបរបស់គាត់គឺនៅពីក្រោមផ្លាកផ្សារកណ្ដាលហ្នឹងតែម្ដងហើយបើតាមសាកសួរគាត់ណាគាត់ថាពីមុនគាត់ធ្វើការខាងទីផ្សារទេប៉ុន្តែដោយសារតែគាត់ចង់មានសេរីភាពជាងមុនហើយមួយវិញទៀតគាត់ចង់បើករកស៊ីខ្លួនឯងណាក៏សម្រេច
ចិត្តថាបើរបស់នេះឡើងមកហើយតាំងពីគាត់លក់មកគឺមានតែមួយទីតាំងនឹងទេដែលនៅផ្សារកាឡានេះឯងហើយការដែលគាត់លក់នេះគឺគាត់មានការជ្រុំជ្រែងពីគូតំណែងគាត់ផ្ទាល់ផងដែរហើយបើនិយាយពីតម្លៃវិញណាគាត់មានតម្លៃចាប់ពី 10000 រៀល 15000 20000 30000អីចឹងណាតែបងប្អូនអាចលេខបានតាមចិត្តបើ 10000 យើងអាចលេខបាន4មុខហើយ 15000 20000អីក៏លេខបានដូចគ្នាគ្រាន់ថាវាបរិមាណច្រើនជាងនឹងអីទៅហើយចំពោះរសជាតិមាន3រសជាតិដូចបានបញ្ជាក់ពីខាងដើមអញ្ចឹងដែលមានរសជាតិខ្ទឹមសតុងយ៉ាំនិងស៊ីឈ្វន់ហើយបងប្អូនអាចកំងជាគីឡូក៏បានដែរដែល1គីឡូតម្លៃ 40000 រៀលគឺបានគ្រប់មុខតែម្ដងហើយបើចំពោះសរសៃកែវិញគឺ1គីឡូតម្លៃ 50000 រៀលអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់សាកអីអាចមកសាកកន្លែងគាត់បានមួយវិញទៀតបងប្អូនក៏អាចខលកំងទុកមុនបានដែរបើបងប្អូនកំងចាប់ពី1គីឡូឡើងទៅគាត់នឹងថែមជូនបន្លែមួយប្រអប់ធំតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងឯងគាត់ក៏មានទឹកជ្រលក់ថែមឲ្យទៀតអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅវីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត